nhưng mình đang mau bị trong không class electric Cambodia hai member nhưng mình đó miền 7 nhé miền nhóm và mình đó chị assistant HR miền con nhóm Lina ở HR nhóm secretary chị admin nhóm sọc ra chị accountant hay là miền bộ qua luôn nhé chị chị phải cái chồng miền rẽ xá sọc nắn đây thì nó hay là không có sọc chắc là lỡ nhôm xong chặt lắm tôi lấy ôn cha lấy bông trong này nó ôn sống phía phải tôngជាមួយខាង account ចាបងចាជំរាបសួរបងចាស្ដីអូនអូនសូមសួរអូខេរក្សាអញ្ចឹងរក្សាថ្ងៃហ្នឹងអូនដាក់ផ្នែក accounting officer ណាចាអូខេអញ្ចឹងអូនជួយណែនាំខ្លួនបន្តិចបានអត់ចាបងខ្ញុំឈ្មោះរ៉េតរក្សាខ្ញុំរស់នៅខេត្តកណ្ដាលបច្ចុប្បន្នខ្ញុំស្នាក់នៅខណ្ឌសែនសុខរាជធានីភ្នំពេញចំពោះបច្ចុប្បន្ននេះដែរខ្ញុំសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC លីដាឆ្នាំទី3រៀនជំនាញផ្នែក accounting អញ្ចឹងចំពោះបទពិសោធន៍ការងារអូនធ្លាប់មានបទពិសោធន៍ពីមុនមកចាបងសម្រាប់បទពិសោធន៍ការងារវិញខ្ញុំធ្លាប់មានពីមុនមកដែរដែលបន្ទាប់ពីខ្ញុំប្រឡងបាក់ឌុបមកខ្ញុំបានធ្វើការផ្នែក cashier ហើយបន្ទាប់មកខ្ញុំបានធ្វើជា sales ចំពោះបទពិសោធន៍ផ្នែកcashier វិញទី1ខ្ញុំទទួលបានបទពិសោធន៍ដូចជាការបិទបញ្ជីលក់ប្រចាំថ្ងៃការរៀបចំប្រាក់អាប់និងការរៀបចំការបិទបញ្ជីលក់ប្រចាំខែនិង support sale រក្សាបងសុំសួរបន្តិចតើអូនមាន commitment នៅក្នុងការងារយ៉ាងណាដែរចំពោះ commitment នៅក្នុងការងាររបស់ខ្ញុំវិញគឺទី1ខ្ញុំមានទំនួលខុសត្រូវទៅលើការងារបន្ទាប់មកសិក្សាស្វែងយល់និងអភិវឌ្ឍព្រោះខ្ញុំគិតថានៅក្នុងវិស័យការងារតែងតែមានការផ្លាស់ប្ដូរអញ្ចឹងហើយខ្ញុំត្រូវបដិញ្ញាចិត្តខំសិក្សាស្វែងយល់នៅអ្វីដែលថ្មីដើម្បីឲ្យស្ថាប័ននិងក្រុមហ៊ុនមានការរីកចម្រើនចឹងសំណួរបន្ទាប់បងចង់ដឹងថាតើ5ឆ្នាំតទៅមុខទៀតអូនចង់ឃើញខ្លួនឯងខ្លាចជាអ្វីចំពោះ5ឆ្នាំខាងមុខខ្ញុំចង់ឃើញខ្លួនឯងទទួលបានភាពជោគជ័យនៅជំនាញដែលខ្ញុំបានសិក្សានេះបងដែលជាផ្នែក accounting ហ្មងបងហើយក៏ចង់ឃើញខ្លួនឯងយល់កាន់តែច្បាស់ពីវិស័យហិរញ្ញវត្ថុដែរបងអូខេចាសសំណួរបងមានតែប៉ុណ្្នឹងទេបងសូមឲ្យសម្រាប់បន្តគាត់ថា accounting ចា៎អញ្ចឹងខ្ញុំមានសំណួរ2ចង់ដឹងពីរក្សាថាអាចដឹងពីខាងអ្នកណាបានប៉ុណ្ណឹងអញ្ចឹងសំណួរទី1នេះចង់សួរថាតើអ្វីជា credit និង debit ចាបងសម្រាប់ credit ដែលសម្រាប់ credit ជាអនុពន្ធដែលភាគច្រើនត្រូវបានគេសរសេរអក្សរកាត់ថាជា DR ដែលនៅខាងស្ដាំដែលនៅខាងឆ្វេងនៃgeneral ledger ឬ T account ចំពោះ credit វិញជាភាគច្រើនពេលខ្លះត្រូវបានគេកត់ត្រាជាអក្សរកាត់ថា CR ដែលនៅខាងស្ដាំនៃ general ledger ឬ T account មកចឹងសម្រាប់បន្ទាប់មកចង់សួរថាតើសម្រាប់ការហិរញ្ញវត្ថុfinancial statement មានអីខ្លះអូនអាចនិយាយបានចំពោះ financial statement មាន4បងទី1 income statement owner equity statement ទី3 balance sheet និងទី4និងទី4 statement income អូខេចឹងសំណួរចុងក្រោយតើសុករ៉ារំពឹងថានឹងបានប្រាក់បៀវត្សប្រហែលពីក្រុមហ៊ុនខាងបងចាបងសម្រាប់បទពិសោធន៍ដែរខ្ញុំអត់ធ្លាប់មានមកពីមុនទេអញ្ចឹងខ្ញុំសូមត្រឹមចន្លោះពី
250 ទៅ 300 បង 250 ទៅ 300 អូខេអញ្ចឹងបងចង់បញ្ជាក់ដែរចំពោះ company របស់បងដែរគឺយើងមាន probation 3 ខែអញ្ចឹងចំពោះប្រាក់បៀវត្សយើងនឹងឡើងបន្ទាប់ពី on probation ចប់ណាអូខេអញ្ចឹងចំពោះការសម្ភាសន៍នៅថ្ងៃនេះបងនឹងជូនតំណែងទៅអូននៅពេលក្រោយបើសិនជាជួបការសម្ភាសន៍អូខេអរគុណអូនចាអរគុណច្រើនបងជម្រាបលាចូលមកដល់អ្នកសុភាបន្តអូនសុកណាំចាំសុភាខាងអីដែរខ្ញុំសុភាខាង accounting management ជំរាបសួរបងសម្រាប់អូខេសុខណាំភ័យអត់តិចតួចបងអូខេអញ្ចឹងឥឡូវអាចជួយណែនាំខ្លួនអ្នកបងតិចបានអត់ជាបងខ្ញុំឈ្មោះផនសុកណានហើយខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យខ្ញុំជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យអេស៊ីលីដាជានិស្សិតឆ្នាំទី3ហើយបច្ចុប្បន្នខ្ញុំរស់នៅសង្កាត់ក្មួយនៅទីនេះភ្នំពេញហើយស្រុកកំណើតរបស់ខ្ញុំគឺនៅខេត្តកណ្ដាលសុកណានខ្ញុំមានបទពិសោធន៍ការងារពីមុនណាសម្រាប់បទពិសោធន៍ខ្ញុំមានបងសម្រាប់បទពិសោធន៍មុនដំបូងជា cashier ហើយនឹងលើកទី2ជា assistant គណនេយ្យសម្រាប់ cashier ខ្ញុំគឺជាអ្នកលក់មួយហើយក៏មានការបិទបញ្ជីរៀងរាល់ថ្ងៃក៏ដូចជាខែដែរបងហើយសម្រាប់assistant គណនេយ្យហ្នឹងខ្ញុំជួយគ្រប់គ្រងមើលទិន្នន័យឬក៏ចំណូលចំណាយរបស់មេរបស់ខ្ញុំដែរហើយនឹងទិន្នន័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនបងសំណាងបងសុំសួរតិចតើហេតុអីបានជាចាក់ចេញពីការងារកន្លែងចាស់សម្រាប់កន្លែងចាស់អាចនិយាយបានថាខ្លួនយើងត្រូវតែអភិវឌ្ឍខ្លួនឯងទៅមុខទៀតដូចជាពី cashier ក៏ដូចជាឡើងទៅជា assistant ឡើងទៅជា assistant គណនេយ្យហើយដល់ពេលអញ្ចឹងខ្ញុំក៏ចង់ផ្លាស់ប្ដូរខ្លួនឯងមកចង់ដាក់ពាក្យផ្នែក accounting មួយនេះដែរអញ្ចឹងចាំបាត់ពិសោធន៍ថ្មីចាអូខេអញ្ចឹងចំពោះចំណុចខ្លាំងចំណុចខ្សោយរបស់សុខណាគឺជាអីដែរសម្រាប់ចំណុចខ្លាំងនិងចំណុចខ្សោយខ្ញុំមានដូចជាចំណុចខ្លាំងខ្ញុំអាចធ្វើការបានរហ័សរហួនហើយនឹងមានការបញ្ចេញមតិជាមួយនឹងអ្នកជាមួយនឹងក្រុមរបស់យើងដែលធ្វើការជាមួយគ្នាហើយចំណុចខ្សោយនោះខ្ញុំអត់មានភាពក្លាហានក្នុងការនិយាយជាមួយនឹងមេក៏ដូចជាបញ្ចេញមតិរបស់ខ្លះជាមួយនឹងមេអញ្ចឹងចំពោះចំណុចខ្សោយតើនៅជាតែជាចំណុចខ្សោយបណ្ដាលឬក៏ព្យាយាមអភិវឌ្ឍខ្ញុំនឹងខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យមានភាពក្លាហាននិយាយជាមួយនឹងមេឬក៏អ្នកដែលមានឋានៈខ្ពស់ជាងយើងអូខេអញ្ចឹងសម្រាប់បងអស់ហើយបងសូមបន្តទៅឲ្យសុក្រាគាត់និយាយចឹងខ្ញុំចង់ឲ្យសំណាងហេតុផលពីបទពិសោធន៍ដែលធ្វើជា assistant accounting ការងារប្រចាំថ្ងៃសម្រាប់ assistant accounting ហ្នឹងបទពិសោធន៍ខ្ញុំមានដូចជាប្រម៉ូទទិន្នន័យដែលមេរបស់ខ្ញុំគាត់បានតម្លាក់ជា file ហើយខ្ញុំត្រូវ copy paste សម្រាប់ទិន្នន័យប្រចាំថ្ងៃឬជាខែជាឆ្នាំមកហើយនឹងដូចជាកន្លែងខ្ញុំចាំមុនខ្ញុំមានដូចថាមានកាន់ stock កាន់អីដែរអញ្ចឹងខ្ញុំក៏ជួយពិនិត្យមើល stock ដូចជា stock ខ្លះបាត់ stock ខ្លះនៅអញ្ចឹងខ្ញុំត្រូវជួយរាប់គាត់មើលគាត់អីថាតើបាត់ stock អីខ្លះចឹងខ្ញុំជួយបញ្ចេញបញ្ចូលក៏ដូចជាដក stock ឬបញ្ចូល stock ដូចជូនគាត់ខ្លះដែរអញ្ចឹងជំនួសបន្តបងចង់ដឹងថាអូនអាចដឹងពីគណនេយ្យហ្នឹងបានប៉ុណ្ណាអញ្ចឹងតើគណនេយ្យហ្នឹងគឺជាអ្វីគណនេយ្យគឺជាការកត់ត្រាក៏ដូចជាប្រមូលទិន្នន័យនិងវិភាគហើយនឹងរាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្មនីមួយៗដើម្បីឲ្យគាត់យល់ស្របនិងយល់ដឹងថាតើយើងធ្វើនឹងត្រឹមត្រូវដែរឬអត់ដើម្បីគាត់ងាយស្រួលក្នុងការសម្រេចចិត្តអញ្ចឹងសម្រាប់ចុងក្រោយអូនអាចនិយាយបានអត់ថាសម័យកាលដែលយើងមាន
សមីការគណនេយ្យស្មើអាទិត្យស្មើ liability បូក equity បងសូមដល់ទៅឲ្យលីណាអូខេអញ្ចឹងស្ដាប់ពីបទពិសោធន៍របស់សំណាងគឺអាចនឹងត្រូវច្រើនពាក់ព័ន្ធជាមួយនឹង position ដែលបងត្រូវការអញ្ចឹងចំពោះសំណាងវិញដែរតើរំពឹងប្រាក់បៀវត្សដែលបងផ្ដល់ជូនប្រចាំខែអាចនឹងប៉ុណ្ណាដែរសម្រាប់ប្រាក់ខែជាក់ស្ដែងយើងអាចមើលជាការងាររបស់យើងបើសិនជាយើងធ្វើទៅរលូនយើងអាចរំពឹងថាខ្ពស់តែបើសិនជាវាមានភាពតានតឹងហើយយើងក៏រៀងពិបាកដែរបងតែបើសម្រាប់ខ្ញុំរំពឹងថាខ្ទង់250ទៅ350ហ្មងចា៎ចំពោះការសម្ភាសន៍នេះចាប់ឲ្យបងអរគុណចា៎បងអូខេចា៎អរគុណច្រើនបងចា៎ចា៎ឡងបងមកសិបងធ្វើទៅណាចាបងបងមកសម្ភាសន៍ផ្នែកអីដែរផ្នែក admin officer ជំរាបសួរបងហើយរក្សាដាក់រចនាដាក់ផ្នែក admin ទៅអត់ចាបងអូខេចង់ជួយណែនាំខ្លួនតិចបានអត់ខ្ញុំឈ្មោះសម្រិទ្ធរចនាហើយសប្តាហ៍ថ្ងៃខ្ញុំគឺជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាហើយខ្ញុំមកពីខេត្តកណ្ដាលសប្តាហ៍ថ្ងៃរស់នៅក្នុងខណ្ឌសែនសុខរចនាធ្លាប់មានបទពិសោធន៍ការងារពីមុនមកដែរទេចំពោះបទពិសោធន៍ការងារខ្ញុំធ្លាប់មានបងការធ្វើការនៅក្នុងធនាគារលីហួរនិងធនាគារកាណាឌីយ៉ាចំពោះបទពិសោធន៍នោះដែរអូនធ្វើផ្នែកអីគេដែរចំពោះនៅក្នុងធនាគារលីហួរគឺផ្នែក admin ផ្នែក admin ដូចគ្នាចា៎អញ្ចឹងបងចង់សួរថាតើហេតុអីបានជាចង់បដូរការងារមកធ្វើការនៅក្រុមហ៊ុនរបស់បងកត្តាដែលធ្វើឲ្យខ្ញុំចង់បដូរការងារមកធ្វើនៅក្រុមហ៊ុនរបស់បងគឺទីមួយគឺការផ្លាស់ប្ដូរបរិយាកាសការងារដូចបងបានដឹងចឹងកាលពីមុនខ្ញុំធ្លាប់ធ្វើការងារនៅក្នុងវិស័យធនាគារហើយឥឡូវខ្ញុំមកដាក់ពាក្យនៅក្រុមហ៊ុនបងគឺផ្នែកលក់គ្រឿងអេឡិចត្រូនិកមានដូចជាទូទឹកកកអីជាដើមនោះបងអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរការធ្វើការងាររចនាស្គាល់ក្រុមហ៊ុនរបស់បងតាមរយៈអីគេដែរខ្ញុំស្គាល់ក្រុមហ៊ុនរបស់បងតាមរយៈបណ្ដាញសង្គម Facebook អញ្ចឹងបងអរគុណសូមតតឲ្យធីរីគាត់ស្គាល់រចនាបងរចនាបងសូមសួរមួយសំណួរតើរចនាគាត់ធ្វើការងារជារដ្ឋបាលហ្នឹងតើរដ្ឋបាលហ្នឹងមានតួនាទីសំខាន់អ្វីខ្លះចាបងចំពោះការងាររដ្ឋបាលហ្នឹងមានតួនាទីដូចជាទី1គឺការគិតប្រាក់ខែឲ្យបុគ្គលិកការបើកប្រាក់ខែការគ្រប់គ្រងទៅលើការវិភាគថ្ងៃ day off សម្រាប់បុគ្គលិកហើយនឹងការគ្រប់គ្រងការទិញសម្ភារៈទំនិញប្រើប្រាស់នៅក្នុងក្រុមហ៊ុនហ្នឹងចឹងបងសូមសួរមួយសំណួរទៀតណាតើរចនាហ្នឹងហេតុអ្វីបានជារចនាចង់ដាក់ពាក្យមុខតំណែងជារដ្ឋបាលនៅក្នុងក្រុមហ៊ុនបងចំពោះមូលហេតុដែលខ្ញុំចង់ដាក់ពាក្យរដ្ឋបាលនៅក្នុងក្រុមហ៊ុនរបស់បងហ្នឹងទី1ដូចបងបានដឹងចឹងគឺខ្ញុំចង់ផ្លាស់ប្ដូរនៅបរិយាកាសការងារកាលពីមុនហើយចង់ធ្វើឲ្យក្រុមហ៊ុនបងហ្នឹងមានការរីកចម្រើនទៅមុខទៀតចង់ធ្វើជាបុគ្គលិកម្នាក់ដែលចូលមកនាំនៅសំណាងនិងភាពរីកចម្រើនដល់ក្រុមហ៊ុនរបស់បងចឹងស្ដាប់បងអស់សំណួរបងសូមជួបទូរទស្សន៍ហ្នឹងទៅគេចាំស្ដីរចនាម្ដងទៀតអញ្ចឹងបងដូចជាអស់ហើយប៉ុន្តែនៅសំណួរចុងក្រោយតើប្រាក់បៀវត្សដែលរចនារំពឹងថាបានពីក្រុមហ៊ុនរបស់បងតាមខែអាចចន្លោះពីណាដែរចំពោះប្រាក់បៀវត្សហ្នឹងខ្ញុំគិតតាមសមត្ថភាពខ្លួនឯងដែលបងពីព្រោះកាលមុនខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងខ្ញុំអាចរំពឹងថាប្រាក់ខែពី260ទៅដល់310ចន្លោះត្រឹមហ្នឹងអូខេចឹងអរគុណច្រើនអូនបើសិនជាជាប់បងនឹងតាក់ទងទៅអូនពេលក្រោយណាចាបងអរគុណបងជួយសួរបងថ្ងៃហ្នឹងបេក្ខជនចុងក្រោយ
ស្រួយឯងមកស្រួយទៀត ចាបង ផ្នែកអីដែរ ផ្នែក admin បងកូនជំរាបសួរបង អូនបើមួយគេដែរអូន ចាបងខ្ញុំមានឈ្មោះថាសិពស្រង អូខេបងស្ងអាចជួយណែនាំពីប្រវត្តិរូបសង្ខេបឲ្យបងបាន ចាបងខ្ញុំមានឈ្មោះថាសិពស្រងនៅឆ្នាំហ្នឹងខ្ញុំមានអាយុ23ឆ្នាំហើយបងហើយខ្ញុំរៀននៅសាលា AC ដែរហើយខ្ញុំបច្ចុប្បន្នគឺខ្ញុំរស់នៅម្ដុំឃ្មួនខណ្ឌសែនសុខសម្រាប់ស្រុកកំណើតរបស់ខ្ញុំវិញគឺនៅម្ដុំកោះសតិនខេត្តកំពង់ចាមបង បងស្ងធ្លាប់មានបទពិសោធន៍ការងារពីមុនមកដែរទេ ចាបងខ្ញុំធ្លាប់មានខាងផ្នែក cashier បង តើខ្ញុំអាចដឹងបានទេថាចំណុចខ្សោយចំណុចខ្លះរបស់បងស្ងអីគេដែរ ចាបងសម្រាប់ចំណុចខ្សោយរបស់ខ្ញុំគឺខ្ញុំអត់សូវហ៊ាននិយាយអត់សូវប៉ិននិយាយទៅកាន់អ្នកដទៃហើយខ្ញុំអត់សូវហ៊ានសួរនឹងមេច្រើនហើយចំណុចខ្លាំងរបស់ខ្ញុំវិញគឺខ្ញុំអាចចោះសម្រងជាមួយនឹងក្រុមការងារហើយនឹងអាចស្ដាប់យោបល់ពីអ្នកដទៃបានច្រើន អញ្ចឹងចំពោះគោលដៅនៅក្នុងថ្ងៃអនាគតតើបងស្ងចង់បានអ្វីឬក៏ចង់ឲ្យឃើញខ្លួនឯងខ្លាចជាអ្វីដែរ សម្រាប់គោលដៅអនាគតខ្ញុំចង់ឃើញខ្លួនឯងមានសមត្ថភាពនៅផ្នែកដែលខ្ញុំកំពុងតែចង់ធ្វើហើយចង់ឃើញខ្លួនឯងហ្នឹងមានភាពលូតលាស់ជាងមុនអាចថាបរិយាសមត្ថភាពអីចឹងណាបង សុំសួរច្រើនតិចណាចុះបើហើយ ចា អូខេអញ្ចឹងស្គាល់ក្រុមហ៊ុនបងតាមរយៈអីគេដែរបងស្ង ចាបងខ្ញុំស្គាល់ក្រុមហ៊ុនបងតាមរយៈបណ្ដាញសង្គមគឺ Facebook ណាបង អញ្ចឹងបងសុំប៉ុណ្ណឹងសិនណាសុំតទៅឲ្យធីរីហើយសួស្ដីអូន ចាសួស្ដីបង និយាយចឹងបងលីណាក៏បានសួរសំណួររៀងច្រើនដែរចឹងបងមានតែបាត់សំណួរចុងក្រោយបើសិនជាបងអូនមានបានជាប់ចូលធ្វើការនៅក្រុមហ៊ុនបងហើយបងអូនមានសិទ្ធិកម្មឬក៏ចូលប្រើទិន្នន័យសំខាន់ហ្នឹងតើបងអូនមានតើបងអូនធ្វើយ៉ាងដូចម្ដេចដើម្បីការពារឬក៏ទុកទិន្នន័យ បើសិនជាបងអូនជាប់ក្នុងការសម្ភាសន៍ហើយបានកាន់ទិន្នន័យសំខាន់របស់ក្រុមហ៊ុនក្នុងនាមខ្ញុំជាខាងផ្នែករដ្ឋបាលខ្ញុំត្រូវការពារឯកសារសំខាន់របស់ក្រុមហ៊ុនដូចជាកិច្ចសន្យាហើយនឹងការរៀបចំរបស់ក្រុមហ៊ុនជាដើមឧបមាថាបើសិនជាយើងកាន់អត់ច្បាស់លាស់ហើយក៏អត់មានភាពការពារត្រឹមត្រូវទេវាជាការធ្វើប្រហែសរបស់យើងចឹងខ្ញុំឧទាហរណ៍ចាក់ស្ដែងថាខ្ញុំធ្វើការងារខាងផ្នែក cashier ខ្ញុំមានតួនាទីដូចជាខាងផ្នែករាប់លុយរៀបចំបញ្ជីចុងថ្ងៃបញ្ចប់ថ្ងៃហើយនឹងចុងខែចឹងខ្ញុំត្រូវមានភាពច្បាស់លាស់នៅការងាររបស់ខ្ញុំកុំឲ្យអ្នកដទៃហ្នឹងមកនិយាយញ៉ៃមួយឬមួយក៏មានឯកសារណាបាត់មួយឧទាហរណ៍ចាក់ស្ដែងនៅក្នុងខាងផ្នែករដ្ឋបាលអញ្ចឹងបើសិនជាយើងកាន់ទិន្នន័យអត់បានល្អយើងបាត់ទិន្នន័យបាត់កិច្ចសន្យាណាមួយធ្វើឲ្យខាងផ្នែកក្រុមហ៊ុនរបស់យើងនឹងអាចនឹងបាត់ផលប្រយោជន៍ជាដើមចាអញ្ចឹងខាងបងអើយបងសូមបញ្ជូនតួនាទីបន្ទាប់ទៅ HR វិញចាអូខេបងស្រាអញ្ចឹងសំណួរចុងក្រោយតើហេតុអ្វីបានជាបងជ្រើសរើសយកបងស្រាមកបំពេញនៅផ្នែកដែលបងកំពុងតែខ្វះនេះ មូលហេតុគឺខ្ញុំមានភាពច្បាស់លាស់នៅក្នុងការងារខ្ញុំអាចចោះសម្រងជាមួយនឹងមិត្តរួមការងារទោះបីតែខ្ញុំអត់សូវស្គាល់ពួកគាត់តែខ្ញុំអាចចោះសម្រងមួយនឹងមនុស្សដែលថ្មីបានហើយខ្ញុំងាយយល់នឹងការងារអ្វីដែលខ្ញុំនឹងត្រូវធ្វើអញ្ចឹងបើសិនជាបងស្រីមានឱកាសជាប់នៅក្នុងកន្លែងបងតើប្រាក់បៀវត្សដែរបងស្រីរំពឹងឬក៏អាចគិតថាក្រុមហ៊ុនបងផ្ដល់ជូនបានតើចន្លោះពីណា សម្រាប់ខ្ញុំអត់សូវមានបទពិសោធន៍ខាងផ្នែករដ្ឋបាលទេខ្ញុំអាចរំពឹងទុកថាខ្ញុំអាចមានប្រាក់ខែពី250ទៅ300អញ្ចឹងចំពោះការសម្ភាសន៍នេះចប់ហើយបើសិនជាបងនឹងជូនតំណែងទៅអូននៅពេលក្រោយណាចាបងអូខេអរគុណច្រើនបងរកធ្វើ interview ខ្ញុំថ្ងៃណាពេលដល់ទៅចាប់ហើយអរគុណគ្រូ Không phải ở cái sở ban chỗ học